បានបងតាក់ទងជាមួយនឹងចំនួនព្រំដែនរវាងថៃកម្ពុជាទេសចរនៅខេត្តសៀមរាបយើងនិយាយដោយឡែកនៅខេត្តសៀមរាបយើងមានការប៉ះពាល់ខ្លាំងដែរដូចជាទីផ្សារបើយើងនិយាយជារួមទីផ្សារអឺរ៉ុបក៏ដូចទីផ្សារអាស៊ីដែរគឺមានការលុបចោល booking បណ្ដាបណ្ដាចឹងវាមានការប៉ះពាល់ដល់ភ្ញៀវទេសចរខ្លាំងមែនតើដោយសារតាបានដឹងហើយមួយរយៈនេះគឺស្ងាត់មែនតើនៅខាងសៀមរាប Pub Street នេះអត់សូវមានភ្ញៀវដែរហើយចំណូលខាងហាងក៏វាថយភ្ញៀវចុះខ្លាំងមែនតើសឹងតែ 50% ហើយរយៈពេលដែលមានចំនួនជាមួយព្រំដែនកម្ពុជាហ្នឹងយើងមើលឃើញថាស្ថានភាពភ្ញៀវរបស់យើងហ្នឹងគឺមានការធ្លាក់ចុះនិយាយរួមវាស្ងាត់វាអត់មានដូចមុនតាមពិតរដូវនេះគឺរដូវសម្បូរភ្ញៀវក៏ប៉ុន្តែគេកាត់បន្ថយគេ cancel ច្រើនអញ្ចឹងស្ងាត់ជាងមុនឆ្ងាយ